Ok,សម្រាប់សេរី Oppo A7 ណានេះវាស្តៀង A5s វាស្តៀង A5s តែដល់ពេលវាមិនមែនជា A5s សម្រាប់អ្នកដែលខ្លះគាត់អត់សូវបានជួបនេះគាត់អាចនឹងច្រឡំនេះអានេះចូលនេះមកទៅជាប់បាត់ហើយអូខេសូមនិយាយមកទៀតពេលដែលយើងដល់កូដទូទៅបើសិនជាអ្នកមានកម្មវិធី unlock tool ហ្នឹងគឺប្រកាសជាចុចកន្លែង A7 ហ្នឹងហើយបន្តមកចុច factory reset តមកពីច្រើនគឺឥឡូវនេះគឺវាជោគជ័យសមុទ្រសេរីខ្លះគឺវាជោគជ័យខ្លះវាជោគជ័យឯងពេលតែជោគជ័យគឺมันអាចនឹងដោះលេខកូដមកបានទេខ្ញុំមានអានេះខ្ញុំសារវិធីសាស្ត្រមួយទៀតគឺយើងចុចធម្មតាដូចគ្នាអញ្ចឹងណាចុចធម្មតាឲ្យដូចគ្នាដល់ចោលបន្តមកយើងដាក់ចោលបន្តមកយើងដល់ខ្សែវាមកយើងចូលកន្លែងនេះអានេះចូលកន្លែងនេះទូរស័ព្ទខ្ញុំអត់ focus សោះទូរស័ព្ទខ្ញុំនេះចូលកន្លែងហ្នឹងមកបន្តមកយើងចុចកន្លែង version ហើយ version នេះយើងដោនដូចហើយចុចកន្លែង version ឲ្យជាប់មិនទៅជាប់វាទៅពីរដងមកប្រហែលជា2 ដង 3 ដងហ្នឹងគឺវាទូរស័ព្ទគេលុតហើយលុតមកវានឹងស្គាល់ជាមួយនឹងកុំព្យូទ័រយើងពេលទៅស្គាល់ហ្នឹងគឺវាដើរអត់មានអី error ទេគឺដើររហូតដល់ទៅចប់ដើម្បីដោះកូដធម្មតាក៏ប៉ុតខ្ញុំសារវិធីនេះគឺជោគជ័យចំពោះសេរី Oppo A7s ក៏ធ្វើបែបហ្នឹងដែរមុននេះខ្ញុំគិតថាវាអាចដោះកូដបានទេណាព្រោះយូរទៅយើងចុចកន្លែងនេះមកដល់ដូចបិទទូរស័ព្ទដល់ដូចមកគឺយើងអាចដោះកូដបានតែដល់ពេលនេះខ្ញុំគិតឃើញថាសេរី A7s គឺបែបហ្នឹងវាសាធ្វើចឹងដែរហើយតមកអានេះវាអាចចប់ហើយនេះអាចចប់ហើយអានេះខ្ញុំនេះរួចហើយខ្ញុំ reboot វាឡើងវិញមកអានេះខ្ញុំដោះកូដវាជោគជ័យហើយអានេះពេលដែលដោះហ្នឹងគឺវាដោះដាច់ទាំងកូនណៃនិង Google account ខ្ញុំ restart វាដងទៀតឲ្យវាចូលមនុយទៅអូខេតទៅពីវាដាច់ហើយយើងអាចវាយវាធម្មតាហ្នឹងទៅចំណេញយើងទៅខាងនេះវាកុងភ្លឺទៅពេលវាកុងភ្លឺទៅវាអត់ចាប់ដល់ផុសខុសនេះខ្ញុំ connect Wi-Fi រួចហើយនេះយើងចុចនេះយើងហ្នឹងទៅតែសំខាន់គាត់យើងដឹងថាវានេះវាជោគជ័យចំពោះសេរីខ្លះចាស់វាបែបនេះឯងយើងព្យាយាមអត់ជោគជ័យយើងអាចធ្វើតាមបែបនេះឯងនេះយើង set up new យើងទៅអូខេប៉ណ្ណឹងមកគឺវាជាប់ហើយជោគជ័យនេះគឺអស់ហើយអូខេមានតែប៉ុណ្្នឹងហើយ